កណ្ដាលសង្គ្រាមត្រជាក់សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតអាវុធសម្ងាត់មួយដែលគ្មានប្រព័ន្ធការពារអាកាសណាមួយក្នុងលោកអាចប៉ះពាល់វាបានវាខ្ពស់ជាងយន្តហោះចម្បាំងនិងលឿនជាងសូម្បីតែមីស៊ីលល្បឿន3ម៉ាំងកម្ពស់ 70,000 ហ្វីតនិងរូបរាងដែលពិភពលោកមិនដែលបានឃើញពីមុនមកនេះមិនមែនជាយន្តហោះចម្បាំងធម្មតាទេនេះគឺជា HB-70 Valkyrie ដែលជាយន្តហោះទម្លាក់គ្រាប់បែកដែលលឿនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតើបច្ចេកវិទ្យាកាលពីទសវត្សរ៍ឆ្នាំ60ធ្វើឲ្យរឿងនេះកើតឡើងបានដោយរបៀបណាតោះមកស្វែងយល់ទាំងអស់គ្នាយន្តហោះ North American HB-70 Valkyrie គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានរូបរាងប្លែកទំនើបបំផុតនិងជានិមិត្តរូបនៃយុគសម័យបរមាណូនេះគឺជាការរៀបរាប់អំពីរូបរាងនិងរចនាសម្ព័ន្ធខាងក្រៅរបស់វាយន្តហោះនេះមានតួខ្លួនវែងខ្លាំងនិងស្រួចដែលមើលទៅដូចជាម្ជុលឬលំពែងការរចនានេះគឺដើម្បីកាត់បន្ថយការកកិតខ្យល់ក្នុងល្បឿនលឿនជាងសំឡេងយន្តហោះទាំងមូលត្រូវបានស្រោបដោយពណ៌សដែលមានតួនាទីឆ្លុះបញ្ចាំងកម្ដៅនិងពន្លឺពីការផ្ទុះគ្រាប់បែកបរមាណូវាមានស្លាបធំរាងត្រីកោណដែលភ្ជាប់ពីផ្នែកកណ្ដាលទៅដល់ផ្នែកកន្ទុយចុងស្លាបបត់បាននេះគឺជាចំណុចពិសេសបំផុតរបស់ HB-70 ចុងស្លាបទាំងសងខាងអាចបត់ចុះក្រោមបានរហូតដល់65ដឺក្រេនៅពេលដែលវាហោះហើរក្នុងល្បឿនលឿនដើម្បីបង្កើតកម្លាំងរុញច្រានពីសម្ពាធខ្យល់ដែលជួយឲ្យវាហោះបានលឿននិងមានលំនឹងនៅជិតក្បាលយន្តហោះមានស្លាបតូចពីរដែលដោះចេញមកដូចព្រុយត្រីស្លាបទាំងនេះជួយគ្រប់គ្រងតុល្យភាពរបស់យន្តហោះជាពិសេសនៅពេលដែលវាបត់ចុងស្លាបធំចុះក្រោមនៅពេលហោះហើរល្បឿនលឿនផ្នែកខាងមុខនៃកញ្ចក់នឹងត្រូវលើកឡើងឲ្យរាបស្មើជាមួយតួខ្លួនដើម្បីកាត់បន្ថយខ្យល់ប៉ុន្តែនៅពេលចុះចតវាជំរាលចុះក្រោមវិញដើម្បីឲ្យអ្នកបើកបរអាចមើលឃើញផ្លូវខាងមុខបានច្បាស់នៅផ្នែកខាងក្រោមស្លាបមានប្រអប់រាងចតុកោណកែងដ៏ធំមួយដែលផ្ទុកម៉ាស៊ីនយន្តហោះចំនួន6គ្រឿងឬហៅថា General Electric YJ-93 តម្រៀបគ្នាជាជួរនៅផ្នែកខាងមុខនៃប្រអប់ម៉ាស៊ីនមានរួនបឺតខ្យល់រាងត្រីកោណធំៗពីរដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីគ្រប់គ្រងលំហូរខ្យល់ចូលទៅក្នុងម៉ាស៊ីនក្នុងល្បឿនលឿនជាងសំឡេង3ដងឬ3ម៉ាំងខុសពីយន្តហោះធម្មតា HB-70 មានកន្ទុយបញ្ឈរពីរនៅផ្នែកខាងក្រោយបំផុតនៃប្រអប់ម៉ាស៊ីនដើម្បីជួយរក្សាលំនឹងទិសដៅជារួម HB-70 Valkyrie មើលទៅដូចជាសត្វបក្សីស្លាបសដ៏ធំដែលមានរាងកាយស្រួចនិងស្លាបត្រីកោណដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាអាកាសចរឈានមុខគេនាទសវត្សរ៍ឆ្នាំ1960ចំពោះបច្ចេកវិទ្យានេះគឺជាបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតរបស់ HB-70 នៅពេលហោះហើរក្នុងល្បឿនលឿនជាងសំឡេងឬ Supersonic យន្តហោះបង្កើតឲ្យមានរលកប៉ះទង្គិចនៅពីក្រោមច្រមុះរបស់វារចនាផ្នែកខាងក្រោមត្រូវបានរចនាឡើងដើម្បីចាប់រលកប៉ះទង្គិចនោះមកសង្កត់នៅក្រោមស្លាបបច្ចេកវិទ្យានេះជួយបង្កើតកម្លាំងរុញច្រានបន្ថែមរហូតដល់ 30% ដោយមិនចាំបាច់ប្រើកម្លាំងម៉ាស៊ីនបន្ថែមដែលអនុញ្ញាតឲ្យវាហោះហើរបានលឿននិងឆ្ងាយ HB-70 គឺជាយន្តហោះដ៏ធំបំផុតដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាចុងស្លាបបត់ចុះក្រោមក្នុងពេលហោះហើរដូចជានៅពេលហោះល្បឿនលឿនចុងស្លាបនឹងបត់ចុះក្រោមរហូតដល់65ដឺក្រេដើម្បីជួយបង្កើនស្ថិរភាពទិសដៅនិងជួយបង្ខាំងរលកសម្ពាធខ្យល់នៅក្រោមស្លាបឲ្យកាន់តែមានប្រសិទ្ធភាពការហោះហើរក្នុងល្បឿន3ម៉ាំងបង្កើតកម្ដៅកកិតខ្លាំងឬប្រហែល330អង្សាសេលើតួខ្លួនដែលធ្វើឲ្យអាលុយមីញ៉ូមធម្មតាមិនអាចទ្រាំទ្របានគេបានប្រើប្រាស់ដែកថែបមិនចេះច្រេះដែលមានរចនាសម្ព័ន្ធដូចជាសំបុកឃ្មុំចន្លោះសន្លឹកដែក2ជាន់បច្ចេកវិទ្យានេះធ្វើឲ្យយន្តហោះមានភាពរឹងមាំខ្លាំងស្រាលនិងអាចការពារកម្ដៅមិនឲ្យចូលទៅក្នុងតួខ្លួនទីតាំងនិយមត្រូវបានប្រើប្រាស់ក្នុងផ្នែកដែលត្រូវរងកម្ដៅខ្លាំងបំផុតវាប្រើប្រាស់ម៉ាស៊ីន General Electric YJ-93 GE3 ចំនួន6គ្រឿងដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទពិសេស GP6 ដែលមានថាមពលខ្ពស់និងធន់នឹងកម្ដៅចំពោះរួនបឺតខ្យល់មានបច្ចេកវិទ្យាដែលអាចផ្លាស់ប្ដូររូបរាងខាងក្នុងដើម្បីកាត់បន្ថយល្បឿនខ្យល់ដែលចូលទៅក្នុងម៉ាស៊ីនឲ្យនៅទាបជាងល្បឿនសំឡេងទោះបីជាយន្តហោះកំពុងហោះក្នុងល្បឿន3ម៉ាំងក៏ដោយដើម្បីកុំឲ្យម៉ាស៊ីនរលត់ដើម្បីកាត់បន្ថយភាពកកិតខ្យល់ក្នុងល្បឿន3ម៉ាំងយន្តហោះមានប្រព័ន្ធ Hydraulic ដែលលើកច្រមុះឬផ្នែកខាងមុខកញ្ចក់ឲ្យរាបស្មើជាមួយតួខ្លួននៅពេលចុះចតវានឹងទម្លាក់ចុះមកវិញដើម្បីឲ្យអ្នកបើកបរអាចមើលឃើញផ្លូវចុះដែលបច្ចេកវិទ្យានេះត្រូវបានគេយកទៅប្រើលើយន្តហោះ Concorde នៅពេលក្រោយដោយសារវាហោះហើរក្នុងកម្ពស់ខ្ពស់ខ្លាំងដែលលើសពី 20,000 ម៉ែត្រនិងល្បឿនលឿនពេកកៅអីលោតធម្មតាមិនអាចការពារជីវិតអ្នកបើកបរបានទេនៅពេលចុចប៊ូតុងសង្គ្រោះបន្ទាន់ប្រព័ន្ធនឹងទាញអ្នកបើកបរចូលក្នុងកន្សោមហើយបិទវាជាដើម្បីផ្ដល់សម្ពាធអុកស៊ីសែនមុននឹងបាញ់ចេញពីយន្តហោះកន្សោមនេះថែមទាំងមានបំពង់ខ្យល់ជួយឲ្យវាអាចអណ្ដែតលើទឹកបានទៀតផងជារួមបច្ចេកវិទ្យារបស់ HB-70 គឺជាការរួមបញ្ចូលគ្នារវាង Dynamic ខ្យល់កម្រិតខ្ពស់និងវិទ្យាសាស្ត្រសម្ភារៈដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យន្តហោះល្បឿនលឿនជំនាន់ក្រោយៗចំពោះសមត្ថភាពបច្ចេកទេសវាអាចហោះហើរបានក្នុងល្បឿន 3.1 ម៉ាំងឬប្រហែល 3,300 គីឡូម៉ែត្រក្នុង1ម៉ោងវាត្រូវបានរចនាឡើងឲ្យហោះក្នុង
ក្នុងល្បឿន 3.0 ម៉ាំងជាប្រចាំដែលលឿនជាងគ្រឿងកាំភ្លើងខ្លះទៅទៀតល្បឿននេះអនុញ្ញាតឲ្យវាហោះកាត់តាមដែនអាកាសសត្រូវក្នុងរយៈពេលដ៏ខ្លីបំផុតដែលធ្វើឲ្យប្រព័ន្ធការពារអាកាសពិបាកក្នុងការកំណត់គោលដៅ HB70 អាចហោះឡើងបានដល់កម្ពស់ 77,350 ហ្វីត ឬប្រហែល 23,600 ម៉ែត្រឬលើសពីនេះនៅកម្ពស់នេះយន្តហោះស្ថិតនៅស្រទាប់បរិយាកាសខ្ពស់បំផុតដែលយន្តហោះចម្បាំងភាគច្រើននៅសម័យនោះមិនអាចហោះឡើងដល់ហើយវាជួយឲ្យយន្តហោះគេចផុតពីការរកឃើញរបស់រ៉ាដាកម្រិតទាបវាមានសមត្ថភាពហោះហើរបានចម្ងាយប្រហែល 6,900 គីឡូម៉ែត្រដោយមិនបាច់ចាក់សាំងលើអាកាសគោលដៅចម្បងរបស់វាគឺការហោះហើរអន្តរទ្វីបពលគឺចេញពីសហរដ្ឋអាមេរិកទៅទម្លាក់ក្របបែកនៅសហភាពសូវៀតហើយត្រឡប់មកវិញតាមរយៈការចាប់បំពេញប្រេងបន្ថែមលើអាកាស HB70 មានឃ្លាំងផ្ទុកក្របបែកដ៏ធំនៅផ្នែកខាងក្នុងតួខ្លួនវាត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនក្របបែកបរិមាណណូជាច្រើនគ្រាប់វាអាចដឹកទម្ងន់អាវុធបានសរុបប្រហែល 22,500 គីឡូក្រាមការទុកអាវុធក្នុងតួខ្លួនគឺដើម្បីរក្សារូបរាង aerodynamic ឲ្យនៅរលូនសម្រាប់ល្បឿនលឿននៅពេលផ្ទុកពេញវាមានទម្ងន់រហូតដល់ទៅ 24,000 គីឡូក្រាមឬ 54,200 ផោនដែលជាទម្ងន់ដ៏ធំសម្បើមសម្រាប់យន្តហោះដែលមានល្បឿន 3 ម៉ាំងម៉ាស៊ីនទាំង 6 គ្រាប់របស់វាអាចបង្កើតកម្លាំងរុញច្រានសរុបជាង 17,000 ផោនជាមួយនឹង afterburner ដើម្បីរុញច្រានតួខ្លួនដ៏ធំនេះឲ្យហោះលឿនជាងសំឡេង 3 ដងសមត្ថភាពចម្បងរបស់ HB70 ក្នុងការរស់រានពីការវាយប្រហារគឺមិនមែនផ្អែកលើការបំផាំងកាយនោះទេប៉ុន្តែគឺផ្អែកលើល្បឿននិងកម្ពស់នៅក្នុងទសវត្សរ៍ឆ្នាំ 1960 គ្មានយន្តហោះចម្បាំងណាអាចហោះដេញទាន់យន្តហោះដែលហោះក្នុងល្បឿន 3 ម៉ាំងនិងកម្ពស់ 23 គីឡូម៉ែត្របានឡើយជារួមសមត្ថភាពរបស់ HB70 Valkyrie គឺផ្ដោតទៅលើការធ្វើជាអាវុធបរមាណូដែលហោះលឿនបំផុតនិងខ្ពស់បំផុតដែលអាចវាយប្រហារបានគ្រប់ទីកន្លែងលើពិភពលោកក្នុងរយៈពេលដ៏ខ្លីចំពោះបេសកកម្មរបស់យន្តហោះ Nord-American HB70 Valkyrie ត្រូវបានបែងចែកជាពីរដំណាក់កាលគឺបេសកកម្មយុទ្ធសាស្ត្រដែលបានគ្រោងទុកនិងបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រពិតប្រាកដដូចជានៅក្នុងទសវត្សរ៍ឆ្នាំ 1950 និង 1960 យន្តហោះ HB70 ត្រូវបានរចនាឡើងសម្រាប់បេសកកម្មសំខាន់ៗដូចជាការវាយប្រហារដោយក្របបែកបរមាណូបេសកកម្មចម្បងគឺយន្តហោះចេញពីសហរដ្ឋអាមេរិកចូលទៅក្នុងដែនអាកាសសហភាពសូវៀតដើម្បីទម្លាក់ក្របបែកបរមាណូកម្រិតធ្ងន់ការទម្លុះប្រព័ន្ធការពារអាកាសបេសកកម្មរបស់វាគឺប្រើប្រាស់ល្បឿន 3 ម៉ាំងនិងកម្ពស់ខ្ពស់ដើម្បីហោះរំលងពីរ៉ាដានិងយន្តហោះចម្បាំងសត្រូវដែលធ្វើឲ្យការស្ទាក់ចាប់មិនអាចទៅរួចវាត្រូវបានគេរំពឹងថានឹងជំនួយយន្តហោះ B-52 Strike Fortress ក្នុងនាមជាយន្តហោះទម្លាក់ក្របបែកយុទ្ធសាស្ត្រសំខាន់របស់អាមេរិកដោយសារការរីកចម្រើននៃមីស៊ីលការពារអាកាសនិងការចំណាយខ្ពស់គម្រោងយោធាត្រូវបានលុបចោលហើយ HB70 ត្រូវបានប្តូរមកបំពេញបេសកកម្មជាយន្តហោះពិសោធន៍សម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិកនិង NASA វិញរួមមានការសិក្សាអំពី Sonic Boom វាត្រូវបានប្រើប្រាស់ដើម្បីសិក្សាអំពីឥទ្ធិពលនៃសូរស័ព្ទផ្ទុះឬ Sonic Boom នៅពេលយន្តហោះធំហោះលឿនជាងសំឡេងកាន់តាមបរិយាកាសនិងផលប៉ះពាល់ដល់ដីការធ្វើតែល្បឿនលឿនក្នុងរយៈពេលយូរបេសកកម្មរបស់វាគឺពិនិត្យមើលថាតើតួខ្លួនយន្តហោះនិងម៉ាស៊ីនអាចទ្រាំទ្រនឹងកម្ដៅដ៏ខ្លាំងបានកម្រិតណានៅពេលហោះក្នុងល្បឿន 3 ម៉ាំងក្នុងរយៈពេលយូរការប្រមូលទិន្នន័យសម្រាប់យន្តហោះ SST ទិន្នន័យដែលទទួលបានពី HB70 ត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរលឿនជាងសំឡេងដូចជាយន្តហោះ Concorde ជាដើមនៅថ្ងៃទី 8 ខែមិថុនាឆ្នាំ 1966 យន្តហោះ HB70 លេខរៀងទី 2 បានបំពេញបេសកកម្មហោះហើរថតរូបផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន General Electric ដែលជាម្ចាស់ម៉ាស៊ីនក្នុងបេសកកម្មនោះយន្តហោះបានហោះជាក្រុមជាមួយយន្តហោះចម្បាំង 4 គ្រឿងផ្សេងទៀតជាអកុសលគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងដោយយន្តហោះ S104 មួយគ្រឿងបានបូកជាមួយកន្ទុយរបស់ HB70 ដែលបណ្ដាលឲ្យយន្តហោះទាំងពីរធ្លាក់ចុះនិងខូចខាតទាំងស្រុងយន្តហោះដែលនៅសល់តែមួយគត់ដែលជាលេខរៀងទី 1 បានបន្តបេសកកម្មស្រាវជ្រាវរហូតដល់ឆ្នាំ 1969 បេសកកម្មចុងក្រោយនៅថ្ងៃទី 4 កុម្ភៈឆ្នាំ 1969 វាត្រូវបានហោះហើរជាលើកចុងក្រោយទៅកាន់សារមន្ទីរជាតិកងទ័ពអាកាសសហរដ្ឋអាមេរិកនៅរដ្ឋ Ohio ដើម្បីទៅជាការតាំងពិព័រណ៍ប្រវត្តិសាស្ត្ររហូតដល់សព្វថ្ងៃសរុបមកបេសកកម្មរបស់ HB70 Valkyrie បានផ្លាស់ប្ដូរពីអាវុធសង្គ្រាមបរមាណូមកជាមន្ទីរពិសោធន៍លើអាកាសដែលបានផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់បច្ចេកវិទ្យាអាកាសចរណ៍ដ៏ទំនើប